បន្តមកទៀតគឺយើងចាប់ផ្ដើមចូលទៅដល់ការបង្កើតម្ដងការភ្ជាប់វាឲ្យចេញ one to one ឬក៏ one to many ណាបាទអញ្ចឹងយើងគ្រាន់តែស្គាល់អំពីការគិតរបស់វាប៉ុណ្្នឹងហើយទេចំណែកការបង្កើតអ្នកនរគ្នាអត់ទាន់ចេះបង្កើតនៅក្នុងកម្មវិធីនេះឡើយទេអញ្ចឹងដើម្បីបង្កើតវាគឺទី1បាទយើងចូលទៅកាន់ blank database មកបាទតាមពិតបើអ្នកនរគ្នាមាន database ហើយអ្នកនរគ្នាយក database ចាស់មកប្រើហ្មងទៅណាបាទអញ្ចឹងខ្ញុំបង្កើត table ឲ្យអ្នកនរគ្នាមើលដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ design ដដែលបាទអញ្ចឹងឧទាហរណ៍ដូចជា supplier បាទមានដូចជា company ណា project ណាមាន address location ទៅទៀតបាទ phone បាទវាប៉ុណ្្នឹងចុះបាទអញ្ចឹងយើងដាក់ supplier TBL អូខេនេះឡើយនេះវាដាក់ no private key ហ្នឹងយើងយក no សិនណាមិនតន់បាទបង្កើតទៀតបាទបន្តមក product គឺមាន product name គឺមាន product order date ថ្ងៃចេញចូលចំនួនចេញចូលតម្លៃចេញចូលបាទ expire date អញ្ចឹងទៅបាទ save មកបាទអញ្ចឹងយើងដាក់ product TBL បាទ no ទៀតមកបាទអញ្ចឹងកើត employee name បាទ name address developer បាទលេខទូរស័ព្ទបាទ save បាទ employee TBL no បាទបន្តមកទៀតយើងបង្កើតស្អីគេtitle title បាទ name salary ហើយនឹងបាទ sale បាទអញ្ចឹងដាក់ title TBL បាទនៅមាន invoice មួយទៀតបាទបង្កើត invoice ហ្នឹងបាទអញ្ចឹងវាមាន invoice number លេខវិក័យប័ត្រ invoice date ថ្ងៃចេញវិក័យប័ត្របាទវាមានចំនួនលក់ចេញមានតម្លៃលក់ចេញបាទទីហោប៉ុណ្ណឹងចុះបាទ invoice TBL បាទឧទាហរណ៍ប៉ុណ្ណឹងខ្ញុំចាប់ផ្ដើមបញ្ជាប់ relay បន្តិចអញ្ចឹងដើម្បីភ្ជាប់យើងចុចទៅលើ create សំទោស external data database tool ចុចទៅលើ database tool អ្នកនរគ្នាឃើញ relay បន្តិចបាទអញ្ចឹងពេលដែលចុចទៅលើ relay បន្តិចមកគឺអ្នកនរគ្នា add table ទាំងអស់ចូលបាទណាដោយអ្វីដែលខ្ញុំបានគូឲ្យអ្នកនរគ្នាអត់អញ្ចឹងយើងគ្រាន់តែរៀបទៅតាមលំដាប់លំដោយណាអញ្ចឹងឧទាហរណ៍ថា supplier វាពាក់ព័ន្ធជាមួយនឹង product ណាអញ្ចឹងអ្នកនរគ្នាទាញវាដាក់គុំគ្នាហើយយើងត្រូវការភ្ជាប់ទំនាក់ទំនងរបស់វានេះត្រូវការភ្ជាប់ទំនាក់ទំនងរបស់វានៅក្នុងការភ្ជាប់ទំនាក់ទំនងនេះសូមបញ្ជាក់ថាការភ្ជាប់របស់វាគឺជាតម្រូវឲ្យយើងបង្កើតឲ្យមាន ID សម្រាប់សម្គាល់វាមួយបាទឧទាហរណ៍ដូចជា supplier វាត្រូវមាន supplier ID របស់វាមួយដើម្បីធ្វើការភ្ជាប់ ID ហ្នឹងហេតុអីបានយើងមិនព្រមប្រើ name ព្រោះឈ្មោះក្រុមហ៊ុនជួនកាលវាវែងអញ្ចឹងបើសិនណាជាយើងប្រើវែងពេកហ្នឹងវាធ្វើឲ្យយើងពិបាកនៅក្នុងការភ្ជាប់ទំនាក់ទំនងហើយនឹងហៅឈ្មោះរបស់វាមកប្រើប្រាស់បាទដូច្នេះហើយក្បួន database គឺតម្រូវឲ្យយើងតាំងអត្តលេខ
សម្រាប់ឲ្យវាមួយឧទាហរណ៍ company ហ្នឹងវាមានដូចជានេះឧទាហរណ៍ដូចជា company ឈ្មោះបាទ Tiger អញ្ចឹងយើងសម្គាល់ឲ្យវាជាអត្ថលេខលេខ1បាទព្រោះដោយសារណាជាយើងអត់ប្រើអត្ថលេខទេយើងត្រូវសរសេរ Tiger ហ្នឹង contact name ឈ្មោះតារាអញ្ចឹងទៅបាទទីតាំងរបស់គាត់ទៅតារាអញ្ចឹងទៅហើយលេខទូរស័ព្ទទៀតអញ្ចឹងដល់ពេលហៅទៅ Tiger មួយជួនកាល Tiger ហ្នឹងវាមានច្រើនកន្លែងណាអញ្ចឹងត្រូវរកអ្នកដែល contact ហ្នឹងវាមានច្រើនអ្នកទៀតហើយដូច្នេះហើយគេតាំងតែ ID ទេនៅក្នុងក្បួន database គឺគេប្រើអត្ថលេខមួយគឺសម្គាល់ឲ្យខ្លីតែម្ដងដោយអ្នកនរអស់គ្នាមើល product ណាផលិតផលដែលលក់នៅក្នុង supermarket នៅពេលដែលយើងយកផលិតផលមួយហ្នឹងមកបាញ់មកគឺយើងបាញ់យកលេខកូដវាបាញ់ភ្លាមចេញលេខកូដភ្លាមអញ្ចឹងលេខកូដហ្នឹងលេខកូដ101អញ្ចឹងវាសម្គាល់ឲ្យ product ហ្នឹងឈ្មោះអីតម្លៃវាលក់ចេញប្រមាណមកអញ្ចឹងគ្រាន់តែយកតែលេខកូដមួយមកតាំងជំនួសឲ្យគាត់ហ្នឹងឥឡូវយើងមិនបាច់និយាយយើងមើលតែអ្នកទោសមកណាអ្នកទោសគឺគេកាងតែលេខកូដទេគេហៅអ្នកទោសលេខប៉ុណ្ណេះអញ្ចឹងគឺសម្គាល់ឲ្យឈ្មោះគាត់សម្គាល់ឲ្យភេទគាត់អីមកកាផ្លេហ្មងមែនទេបាទអាហ្នឹងហើយគឺក្បួននៅក្នុងការរៀបចំទិន្នន័យដូចគ្នាបាទខ្ញុំបញ្ជាក់ណាអញ្ចឹងហើយជាទូទៅឲ្យតែពេលដែលអ្នកទាំងអស់គ្នាបង្កើតអានេះខ្ញុំ delete វាចោលសិនណាមកតាមខ្ញុំ delete ណាអញ្ចឹងជាទូទៅឲ្យតែពេលដែលអ្នកទាំងអស់គ្នាបង្កើតអញ្ចឹងខ្ញុំសូមបង្កើត customer ឲ្យអ្នកទាំងអស់គ្នាមួយទៀតមួយដោយសារអត់ទាន់មាន customer អញ្ចឹងមាន customer ID ណា customer name ភេទរបស់គាត់មាន address របស់គាត់មានលេខទូរស័ព្ទរបស់គាត់អីចឹងទៅបាទដល់ពេលអ្នកទាំងអស់គ្នា save ដាក់ឈ្មោះហើយ customer TBL អូខេមកវាសួរយើងហ្នឹង that there is no primary key វាថាអត់មានកន្លែងចាក់សោអញ្ចឹងជាទូទៅអាកន្លែង ID ហ្នឹងគឺគេតែងតែចាក់សោវាណាចាក់សោដើម្បីកុំឲ្យ ID ហ្នឹងវាមានភាពស្ទួនព្រោះអត្ថលេខគេមិនឲ្យស្ទួនគ្នាទេមែនទេអ្នកនរគ្នាដែលឃើញអត្ថលេខណាដូចគ្នាទេអត់ទេអត់មានពីណាអត្ថលេខដូចគ្នាទេណានៅទីតាំងណាក៏ដោយអញ្ចឹងដូច្នេះហើយបើសិនណាជាករណីដែលយើងយក yes អញ្ចឹងវាថា do you want to create a primary key now វាសួរថាអ្នកទាំងអស់គ្នាចង់បង្កើត primary key ឲ្យវាអត់អញ្ចឹងតែហ៊ានយក yes វានឹងបង្កើត field មួយថ្មីដាក់ឈ្មោះថា ID ឲ្យវាចាក់សោ automatic អញ្ចឹងវាធ្វើឲ្យ ID ដែលយើងបង្កើតនោះវាស្ទួនគ្នាអញ្ចឹងយើងអត់ចង់បានបោះវាទេខ្ញុំចង់បានបោះខ្ញុំអញ្ចឹងហើយបានខ្ញុំមកស្ដាំ delete វាចោល yes បើសិនណាជា field ណាដែលអត់ចាក់សោគឺយើងអាចធ្វើឲ្យវាស្ទួនគ្នាបានឧទាហរណ៍ customer លេខ001សម្គាល់ឲ្យcustomer ឈ្មោះបាទពិសិដ្ឋអីចឹងទៅបាទភេទប្រុស address នៅភ្នំពេញចាំតែលេខ001ទៀតណាលេខឈ្មោះ video វិញបាទភេទប្រុសដែរគាត់នៅភ្នំពេញដែរឃើញបានអញ្ចឹងអត្ថលេខណាដែលដូចគ្នាគេមិនដែលប្រើអត្ថលេខដូចគ្នាទេយល់អត់បាទដូច្នេះហើយបើសិនណាជាករណីដែលយើងចាក់សោចាំមើលខ្ញុំចូលទៅចាក់នៅ field ហ្នឹងអញ្ចឹងខ្ញុំចូល design ខ្ញុំចូលទៅចាក់នៅ field ហ្នឹងមកស្ដាំ primary key ចង់ចាក់វាគឺយើងចុចមកស្ដាំយើងយកពាក្យថា primary key បាទដោយសារ field ហ្នឹងយើងអត់ចង់ឲ្យវាស្ទួនទេបាទណាបាទអញ្ចឹង save មកបន្តមកទៀតអញ្ចឹង customer បាទអញ្ចឹង field នេះចាក់សោណាអញ្ចឹងខ្ញុំមើលខ្ញុំបញ្ចូល001ម្ដងទៀតមើលមួយ video បាទពេលប្រុសនៅភ្នំពេញ enter មកអត់បានទេវាដាក់នេះ successful ធានតានេះ duplicate value នេះយើងអត់បានអាចបញ្ចូលទិន្នន័យនឹងបានទេពីព្រោះវាបានបង្កើតទៅលើអាតម្លៃ duplicate បានថាតម្លៃស្ទួនណា duplicate ហ្នឹងគឺស្ទួនបាននៅក្នុង index ឬក៏ primary key ឬក៏នៅក្នុង relationship អញ្ចឹងយើងអត់ទាន់បានចាក់ relationship នៅឡើយទេគឺយើងគ្រាន់តែចាក់ primary key ឲ្យវាទេមិនអញ្ចឹងណាបាទអញ្ចឹងហើយនេះ field ណាដែលជាប់កូនសោគឺ field ហ្នឹងมันអាចបញ្ចូលទិន្នន័យស្ទួនបានទេតែបើដាក់002បាទឃើញទេអត់បញ្ហា003បានឈ្មោះអីចឹងទៅបាទតែបើសិនណាជាដាក់អាមួយណា001ស្ទួនគ្នាអត់បានបាទ003ឬក៏004អីចឹងបានណាបាទអញ្ចឹង field ដែលចាក់សោគឺជា field ដែលយើងកំណត់មិនឲ្យវាមានភាពស្ទួនគ្នាទេបាទអញ្ចឹងក្បួននៅក្នុងការភ្ជាប់ទំនាក់ទំនងទី1តម្រូវឲ្យអ្នកទាំងអស់គ្នាបង្កើត
primary key ឲ្យវាម្នាក់មួយនេះខ្ញុំចង់ហៅ table customer នឹងចូលមកទៀតណាមកស្ដាំ show all table មកហើយយើង add table customer ដែលយើងទៅបង្កើតថ្មីមិញចូលមកបាទណាអញ្ចឹង supplier គាត់ផ្ដល់ product ហ្នឹងគឺយើងសរសេរនៅលើ invoice បាទណាបាទហើយ invoice ផ្ដល់មកឲ្យ customer ហើយ employee ជាអ្នកសរសេរ invoice ហ្នឹងហើយមានមុខងាររបស់ employee ឃើញទេបាទអញ្ចឹង field ណាដែលយើងចាក់សោគឺវាមានកូនសោរបស់វាចេះបាទជំហាននៅក្នុងការភ្ជាប់ relationship បាទគឺតម្រូវឲ្យអ្នកទាំងអស់គ្នាទី1អ្នកទាំងអស់គ្នាត្រូវរក key របស់វាឲ្យបានទាំងអស់សិនបាទអញ្ចឹងអានេះត្រូវមាន key របស់វាមួយបាទអញ្ចឹងការរក key របស់វាតាមពិតវាមានក្បួនរបស់វាគឺគេកំណត់ទៅលើ field ណាដែលมันមានភាពស្ទួនបាទហើយ field ហ្នឹងវាផ្ទុកទិន្នន័យខ្លីបំផុតអញ្ចឹងឈ្មោះក្រុមហ៊ុនស្ទួនគ្នាទេអត់ស្ទួនទេបាទប៉ុន្តែវាវែងណាអញ្ចឹងឈ្មោះ contact ដូចគ្នាទេរួមសួរឈ្មោះបាទអ្នកដែលនៅប្រចាំការនៅក្រុមហ៊ុន Tiger ឈ្មោះដូចគ្នាជាមួយនឹងអ្នកដែលនៅក្រុមហ៊ុនអង្គរដែរទៅមិនទៅបាទណាដូច្នេះហើយបាទវាមិនអនុញ្ញាតឲ្យយើងប្រើប្រាស់ទៅលើអាហ្នឹងទេគឺយើងបង្កើត ID មួយសម្រាប់វាអញ្ចឹងយើងដាក់ company ID ក៏បានឬក៏យើងដាក់ supplier ID ក៏បាន sub ID មកបាទសរសេរកាត់ហើយយើងចាក់សោវាមួយអញ្ចឹងដល់ពេលដែលយើងបញ្ចូល supplier លេខ001ឈ្មោះអង្គរ supplier លេខ002ឈ្មោះ Tiger អីចឹងទៅណាបាទបានមួយទៀតហ่ะ product បាទផលិតផលបាទមានផលិតផលឈ្មោះ Coca Pepsi Fanta បាទហើយថ្ងៃដែល order តំណែងចឹងណា order មួយថ្ងៃដូចគ្នាអញ្ចឹង order វាអត់អាចបានដូចគ្នាទេមិនអញ្ចឹងហ៎បាទព្រោះអីថ្ងៃដូចគ្នាបើយើងចាក់សោវាអត់ឲ្យចូល order បានទេបាទចំនួនចឹងណា order មកចំនួនដូចគ្នាយក20កេសដូចគ្នាទៅមិនទៅបាទអញ្ចឹងអត់អាចដូចគ្នាទេអញ្ចឹងមានតែយើងបង្កើតណាជាទូទៅគឺយើងបង្កើត ID ឲ្យវាមួយ insert មកយើងដាក់ product ID ព្រោះឈ្មោះផលិតផលនៅវាវែងអញ្ចឹងយើងដាក់ product ID មួយមកស្ដាំចាក់សោ save អញ្ចឹងអ្នកនរគ្នាតាមពិតទៅមិនបាច់ចាំបាច់ខ្វល់ច្រើនទេអ្នកនរគ្នាមើលតែឈ្មោះរបស់ table ឈ្មោះអីដូច supplier អ្នកនរគ្នាដាក់ supplier ID មួយមក product អ្នកនរគ្នាដាក់ product ID មួយមកដល់ពេល invoice អ្នកនរគ្នាដាក់ invoice ID មួយមកឬក៏ invoice number តាមពិតវាមានតម្លៃដូចគ្នាលេខវិក័យប័ត្រហើយនឹងលេខ ID របស់វិក័យប័ត្រហ្នឹងគឺតែមួយទេតាមពិតវាគ្រាន់តែ invoice ID ឬក៏ invoice number អញ្ចឹងអានេះវាមានស្រាប់ហើយអញ្ចឹងមិនបាច់ខ្វល់ទេចាក់សោលើវាមួយមកប៉ុន្តែគាត់ថា invoice ហ្នឹងវាខុសគ្នាត្រង់ចេះ invoice មួយបើយើងចាក់សោកន្លែង invoice ហ្នឹងណាមើលអត់ទាន់ណាបញ្ចូលទៅនៃចេះអ្នកនរគ្នាភាគច្រើនគ្រប់ច្រើនច្រឡំចឹងកន្លែងនេះចាក់សោមែនទេអញ្ចឹងអាចាក់សោហ្នឹងអត់ឲ្យស្ទួនទេស្រាប់តែវិក័យប័ត្រលេខ101ដែលកំងនៅថ្ងៃហ្នឹងថ្ងៃ11ខែ10ឆ្នាំ2016យើងឧទាហរណ៍បាទអញ្ចឹង order ទៅលើ product ហ្នឹងថ្ងៃតែមួយហ្នឹងវិក័យប័ត្រតែមួយហ្នឹងស្រាប់តែ101ទៀតគាត់កំងនៅថ្ងៃហ្នឹងដដែលប៉ុន្តែគាត់កំងទៅលើអីគេទៅលើទំនិញ2ទៅ3ផ្សេងគ្នាឧទាហរណ៍ដូចយើងទៅ supermarket ចឹងក្នុងថ្ងៃតែមួយចឹងយើងមិនត្រូវអីគេយើងមិនត្រូវទិញ3 4មុខមែនទេបាទយើងទិញ3 4មុខនៅលើវិក័យប័ត្រតែមួយចឹងវិក័យប័ត្រហ្នឹងមិនត្រូវសរសេរឈ្មោះទំនិញបាទត្រូវមាន product ID របស់វាមួយទៀតណាទាញលេខកូដរបស់នេះមកចានេះវាស្ទួនទេអត់បានទេឃើញទេព្រោះដោយសារ field ហ្នឹងចាក់ស្ទួនណាអញ្ចឹងវាស្ទួនទេអត់កើតទេបាទអញ្ចឹងដើម្បីកុំឲ្យវាស្ទួនគ្នាតតែយើងក៏បញ្ចូលបានវាអត់ស្ទួនអញ្ចឹងបើសិនណាជា invoice មួយនឹងដាក់ផលិតផល3 4ទៅអ្នកនរគ្នាមើលវិក័យប័ត្រយើងមើល invoice លេខ101អញ្ចឹងឧទាហរណ៍មានផលិតផលអីខ្លះដែលយើងទិញ2 3បាទអញ្ចឹងហើយនៅក្នុងវិក័យប័ត្រមួយវាមានផលិតផលច្រើនអញ្ចឹងជាទូទៅគឺគេបង្កើត product មួយ
product ID បាទនេះតែថាអីកាលពីលើកមុនខ្ញុំប្រាប់អ្នកនរគ្នាថានៅក្នុងវិក័យប័ត្រវាមានឈ្មោះតំណែងមួយទៀតមែនទេប៉ុន្តែដោយសារឈ្មោះតំណែងហ្នឹងវាមាននៅកន្លែងនេះហើយគេអត់ចាំបាច់យកមកបង្កើតវាទៀតទេគេបង្កើតតែ ID បានហើយបាទអញ្ចឹងបានថាវិក័យប័ត្រមួយហ្នឹងទិញតំណែងអីគេទិញតំណែងឈ្មោះអីប៉ុន្តែតំណែងហ្នឹងបើអ្នកនរគ្នាសរសេរដោយដៃគឺគេសរសេរឈ្មោះតំណែងតែបើនៅក្នុង database ប្រព័ន្ធធ្វើនៅក្នុងកុំព្យូទ័រគេសរសេរតែអត្ថលេខតំណែងទេចាំដល់ពេលទីទៀតយើងនឹងសរសេរកូដមួយដើម្បីគ្រាន់តែវាយដាក់អត្ថលេខហ្នឹងទៅឲ្យវាចេញឈ្មោះតំណែងហ្នឹងទៅស្វ័យប្រវត្តិបាទអញ្ចឹងហើយវិក័យប័ត្រមួយវាត្រូវដាក់តំណែងច្រើនមែនអត់វិក័យប័ត្រមួយដាក់តំណែងច្រើនប៉ុន្តែតំណែងហ្នឹងมันអាចដូចគ្នាបានទេមែនទេដូច្នេះគេចាក់វាទាំងពីរដើម្បីចាក់សោទាំងពីរគឺគេចុចទៅលើវាហើយគេចុច control ឲ្យជាប់យកមក click ទៅលើហើយគឺគេ select ទៅលើសោឬក៏គេ mouse ស្ដាំលើវាយកពាក្យ primary key មកចេញសោទាំងពីរអញ្ចឹងការចាក់សោពីរបែបនេះគឺសូមបញ្ជាក់ថាមិនមែនអាមួយនេះជា primary key ហើយក៏មិនមែនអាមួយនេះជា primary key ដែរបាទន័យថាអាមួយនេះក៏មិនមែនជា primary key អាមួយនេះក៏មិនមែនជា primary key ដែរព្រោះយើងបាននិយាយហើយថាយើងចាក់សោវាដើម្បីអីបាទដើម្បីកុំឲ្យស្ទួនតែបើសិនណាជាយើងចាក់សោទាំងពីរហ្នឹងអានេះវាអាចស្ទួនបានចាំមើលខ្ញុំបញ្ចូលទៅនេះមើលវាអាច null value បាទខ្ញុំដកវាចេញសិនខ្ញុំ delete វាចោលសិនមានន័យថាអាពេលណាដែលចាក់សោគឺវាអត់ឲ្យទៅទេអញ្ចឹងឯងណាបាទអញ្ចឹងចូល design primary key save view នេះអញ្ចឹង field ដែលចាក់សោមាន invoice number ហើយនិង product នេះមែនអត់មើលតើណាបាទកុំមើលក្តារខៀនកុំបែរអារម្មណ៍បាទព្រោះដល់កន្លែងសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវអត់យល់101បាទឥឡូវខ្ញុំទាញទៅចិត្តគ្នាហ្មងនេះ product លេខ001កូកាអញ្ចឹងវិក័យប័ត្រលេខ101ដដែលគាត់អាច order invoice លេខ002ឃើញបានទេឃើញវាអត់ error ទេឃើញអានេះស្ទួនគ្នាទេបាទដល់ពេលវិក័យប័ត្រលេខ102គាត់ order តំណែងលេខ001ដែរឃើញបានទេគឺអានេះស្ទួនគ្នាប៉ុន្តែមួយនេះវាមិនមែនស្ទួនទេហើយអាមួយនេះក៏វាមិនមែនស្ទួនដែរដោយសារអីដោយសារ101នេះវាដូចគ្នាមែនប៉ុន្តែឈ្មោះផលិតផលខុសគ្នាចំណែកឈ្មោះផលិតផលនេះវាដូចគ្នាមែនប៉ុន្តែវាស្ថិតនៅក្នុងវិក័យប័ត្រផ្សេងគ្នាដូច្នេះវាអត់មានតម្លៃស្ទួនទេតម្លៃស្ទួនលុះត្រាតែ101ហ្នឹងវាផ្ទុកវិក័យប័ត្រវាផ្ទុកតំណែងលេខ1ហើយ101ហ្នឹងវាផ្ទុកតំណែងលេខ1ម្ដងទៀតអាហ្នឹងបានវាស្ទួនបាទយល់អត់បាទប្រយ័ត្នឡៃហ្នឹងមែនតើអាហ្នឹងចាក់2បាទនៅមានអាចាក់3អាចាក់4ទៀតប៉ុន្តែខ្ញុំអត់បរៀនបាទខ្លាចបែកឥឡូវឲ្យយល់តែអា2ហ្នឹងសិនទៅព្រោះអាចាក់3ហ្នឹងអ្នកនរគ្នាឡើងដល់ឆ្នាំទី3គេបរៀនហើយបាទណាអញ្ចឹងសូមបញ្ជាក់ថាយើងនិយាយពីរឿងសិស្សរបស់យើងវិញដោយអ្នកនរគ្នាម្នាក់រៀនបាន5មុខឥឡូវទៀតថានេះ student ID ចុះអានេះ subject វិញមុខវិជ្ជាវិញអញ្ចឹងសិស្សលេខ101ក៏រៀនមុខវិជ្ជាលេខ001តំណាងឲ្យ Word រៀន Excel បានទេបាទដល់ពេលសិស្សលេខ002រៀន Word ដែរអត់រៀនដែរបាទដោយអ្នកនរគ្នាគេគាត់រៀន Access ម្នាក់ទៀតរៀន Access ដូចគ្នាទាំងអស់មែនទេបាទអញ្ចឹងឈ្មោះនិស្សិតដូចគ្នាឈ្មោះនិស្សិតអត្តលេខផ្សេងគ្នាប៉ុន្តែរៀនមុខវិជ្ជាដូចគ្នាតែមួយអញ្ចឹងអាលេខវិក័យប័ត្រហ្នឹងតំណាងឲ្យឈ្មោះនិស្សិតអីចឹងទៅបាទអញ្ចឹងអានេះខ្ញុំឧទាហរណ៍ចូលទៅដល់និស្សិតណាបាទព្រោះដោយសារអ្នកទាំងអស់គ្នាតិចទៀតគឺចាប់ដើមយកនិស្សិតហ្នឹងមក
lùm hạt mùi tiền chẳng nên lấy chạm pì và lấy dừng dây và to tiền với employee cua từ chạm muối được chạm pì employee bây giờ mình employee ID mùi chạm pì chạm lại nào chạm mua tiền này chạm lại nào tiền bà chúng đôi kia bán à chạm ID bà chạm lại nào tiền đấy chạm lấy từ giáp tiền đấy tôi chạm chứ mà nên là một cái lực mình nè nhóm căn lấy tụ giáp lấy nắng hay anh gọi ai căn lấy tụ giáp năng bàn được gì này đó và chân chạm là mùi làm gì múa đôi khi bà hai thó mua một nghìa và đôi khi bạc ai đôi khi cần con đôi khi chẳng nên là bạc hai thó lại đi mùi hai thó cốt lấy code ID bạn này lấy xôn xôn muối đầm nà oi rồi tầm ao lấy câu xôn xôn phi đầm nà oi nhặt luôn lấy câu xôn xôn phi đầm nà oi nhặt kết lui chân này chẳng chạm là mùi mùi mình chẳng đấy mà chẳng lang chạm mùi lang chạm phi để tam được tiền mọt lấy dương chạm làm chuột mà đỏ chẳng mà tàng dẫn